គ្នាយើងណាខ្លះតែតបាន skin fat cat របស់ Sivana អាចមកមើលវីដេអូនេះបានកាលពីថ្ងៃទី25ហ្នឹងគឺគេបើកឲ្យយើង claim យក skin ហ្នឹងហើយប៉ុន្តែបើសិនជាយើងអត់ទាន់គ្រប់ level 3ទេគឺយើង claim អត់បានអា skin ហ្នឹងឯងគេផ្សេងគេបាន skin ហ្នឹងអស់ហើយនៅឡើយតែខ្ញុំទេទៅបានក្រោយគេដោយសារតែខ្ញុំមកធ្វើបានចូលលេង game អញ្ចឹងភ័ណ្ឌខ្ញុំក៏ឡើងយូរតាមហ្នឹងដែរបើសិនជាគ្នាយើងអត់ទាន់បាន skin ដូចខ្ញុំដែរអាចមកមើលវីដេអូនេះបានភ័ណ្ឌរបស់ខ្ញុំគឺនៅខ្វះច្រើនដែរទ្រាំបានដល់ level 3អ្នកទាំងអស់គ្នាគ្រាន់តែចូលទៅកន្លែង event ហើយចុចកន្លែងនេះដើម្បីបំលែងកាតយើងឲ្យទៅជារូបផ្គុំបន្ទាប់ពីយើងបានអារូបផ្គុំហ្នឹងហើយយើងត្រូវបំលែងវាមកតង់ទៀតឲ្យទៅជាកញ្ចប់នំនៅក្នុងនោះយើងអាចដូរជាកញ្ចប់នំពណ៌បៃតងក៏បានពណ៌ស្វាយក៏បានតែដូរទៅជាកញ្ចប់ពណ៌ស្វាយទៅវាបានភ័ណ្ឌច្រើនជាងមុនហ្នឹងខ្ញុំដូរបាន6 7កញ្ចប់ដែរប៉ុន្តែខ្ញុំអត់បាន record ខ្ញុំក៏ដូរអាមួយនេះឲ្យគ្នាយើងមើលទៅពេលដែលយើងដូរបានអាកញ្ចប់នឹងពណ៌ស្វាយមកយើងហែកវាអស់ទៅភ័ណ្ឌរបស់យើងនឹងឡើងសើហ្មងអញ្ចឹងខ្ញុំគ្រប់បានដល់ level 3ហើយអញ្ចឹងគ្នាយើងគ្រាន់តែចុចកន្លែង claim នេះទៅគឺវានឹងឲ្យប្រអប់2មកយើងហើយនៅក្នុងហ្នឹងគឺវាឲ្យជំរើសយើងថាយើងចង់បាន random epic skin ឬក៏ skin របស់ Sivana Fat Cat ហ្នឹងអញ្ចឹងស្រេចលើអ្នកទាំងអស់គ្នាទេឆ្លាញ់មួយណារើសមួយហ្នឹងទៅក៏ប៉ុន្តែ technique មួយហ្នឹងគេធ្វើអស់ហើយនៅឡើយតែខ្ញុំទេទៅដឹងក្រោយគេហើយខ្ញុំក៏មកធ្វើវីដេអូចែករំលែកទៅកាន់គ្នាយើងដែលអត់តន់ដឹងអីចឹងណាសម្រាប់គ្នាយើងណាដែលអត់បាន skin ហ្នឹងទេឆាប់ចូលទៅធ្វើឲ្យហើយទៅប្រយ័ត្នតែ event ហ្នឹងទៅបាត់ហ្នឹង simple ហើយឥឡូវនេះក៏មានការ free ticket លើកទី1របស់ event Aspirant របស់ឆាងអើជាមួយនឹង Leslie ដែរចុះមកគ្នាយើងមិនទាន់បានដាក់ ticket ទេកុំភ្លេចចូលទៅដាក់នៅក្រៅ Baby Store ឆាចូល page ក៏បានតែបើសិនជាអ្នកទាំងអស់គ្នាមានកងធនាគារក៏អាចដាក់ខ្លួនឯងនៅលើ website បានដូចគ្នាកុំភ្លេចឲ្យសោះហា event ហ្នឹងយើងបើក10ដងដំបូងគឺយើងនឹងទទួលបាន skin epic ដែលយើងអត់មានមួយ